បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចែករំលែកនៅរុក្ខជាតិមួយប្រភេទជាប្រភេទវល្លិបាទបងប្អូនភាគច្រើនស្គាល់ហើយដោះតាមដំបូកតាមដីស្រែតាមវាលលាក់វារៀងល្អិតហើយមានបលាបាទហ្នឹងហើយបាទរុក្ខជាតិនេះឈ្មោះថាសកៃអណ្ដែងឬមើម30បាទនៅខាងព្រៃវែងគេហៅសកៃអណ្ដែងបាទដល់ពេលកន្លែងខ្លះគេហៅមើម30ខ្លះគេហៅលឹង3000ទៀតបាទរុក្ខជាតិនេះព្រោះគេសង្កេតឃើញថាមើមវាច្រើនបាទរុក្ខជាតិនេះបងប្អូនដែលមានបញ្ហាសុខភាពបាទដូចជាឈឺសរសៃឈឺចង្កេះឈឺចង្ឆ្អែងបាទជាពិសេសអ្នកដែលបញ្ហាដូចថាខ្សោយផ្លូវភេទអាគុយយើងមិនកាន់ថ្មអីហ្នឹងណាបាទសាកយករុក្ខជាតិនេះយកទៅត្រាំស្រាហូបទៅបាទនេះបាទបងប្អូននឹងឃើញប្រសិទ្ធភាពហើយបាទហើយមួយវិញទៀតរុក្ខជាតិនេះគឺវាគ្រប់គ្រងជាតិស្ករបាទមិនឲ្យឡើងទេបាទពាក់ព័ន្ធជាមួយនឹងបងប្អូនណាដែលមានបញ្ហាដូចជាបាទលើសជាតិស្ករទឹកនោមផ្អែមបើយើងនិយាយភាសាទៅគេថាលើសជាតិស្ករបាទដែលវាមានកម្រិតខ្ពស់បងប្អូនអាចយករុក្ខជាតិនេះបាទមើម30សកៃអណ្ដែងឬលឹង3000ហ្នឹងយកទៅដាំទឹកផ្សាទៅជាតិស្ករបាទពាក់ព័ន្ធជាមួយទឹកនោមផ្អែមហ្នឹងនឹងជាសះស្បើយហើយបាទដោយសារចាស់បុរាណគាត់ច្រើនតែយករុក្ខជាតិនេះប្រើជាញឹកញាប់បាទតាំងពីបរមបុរាណមកបាទហើយខ្ញុំនិយាយនេះគឺមានឯកសារយោងបាទច្បាស់លាស់នេះតម្រង់ដើមតម្រង់ស្លឹកហើយផ្កាវាសអញ្ចឹងបាទនេះមើលវាច្រើនមែនតើបងប្អូនបាទផ្កាវាសហើយជាប្រភេទវល្លិបងប្អូនហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងបងប្អូនសម្រាប់ការចែករំលែកនៅរុក្ខជាតិមួយនេះបើសិនជាបងប្អូនពេញចិត្តបាទជួយ Subscribe ខ្ញុំមួយម្នាក់មួយផងបាទដើម្បីជួយគាំទ្របាទរុក្ខជាតិឱសថបុរាណកម្ពុជាបាទអរគុណ